សុខគ្រប់ខ្លួនសួរបាទខ្ញុំបាទសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលគាត់បានជួយមកសពអូនទៅតាមរយៈTelegram របស់ខ្ញុំហើយនឹងបងប្អូនជំទាវក៏បានផ្ញើមកតាមជួអមកអញ្ចឹងហើយខ្ញុំក៏បានប្រមូលជំនួយមួយចំនួនដែលបងប្អូនបានជួយមកពីខាងក្រៅសម្រាប់អ្នកដែលស្គាល់ពីផ្សេងៗមកអញ្ចឹងហើយខ្ញុំក៏បានក៏ប្រមូលលុយបានមកហើយខ្ញុំនឹងយកមកជូនបងដែលជាបងថ្លៃខាងនៃសពអញ្ចឹងណាហើយខ្ញុំក៏បងថ្លៃបានគាត់ថាលុយទាំងអស់នេះគឺខ្ញុំបកគោទៅឲ្យខាងប្តីនិងប្រពន្ធកូនប្រពន្ធហើយនឹងបងតុកអញ្ចឹងណាហើយអញ្ចឹងនេះខ្ញុំនឹងរកចំនួនទាំងអស់ដើម្បីជូនមកគាត់ថាបងណាខ្លះពូណាខ្លះដែលគាត់បានជួយមកពីខាងក្រៅហ្នឹងហើយបងនេះបងមានជំនួយមកពីខាងក្រៅសម្រាប់បងយើងណាទី1គឺបងប្រុសម្ចាស់ផ្ទះដែលនៅខាងកោអមតីគាត់បានជូនចំនួន$100ហើយបន្ទាប់មកក៏បានជាមួយនឹងបងអូនសុកាដែលនៅខាងភ្នំពេញជាមួយតែតកែដែលនៅពីមុនហ្នឹងណាហើយគាត់ក៏បានរៃវិភាគគ្នាមកបានជូនមកឲ្យយើងចំនួន$100ទៀតអញ្ចឹងណាហើយបន្ទាប់មកក៏មានមេពូផេនដែលនៅខេត្តស្វាយលិនហ្នឹងគាត់ក៏បានជួយចំនួន100000ហើយបន្ទាប់មកយើងក៏មានបងប្អូនមួយចំនួនទៀតដូចជាអ្នកត្រេនយកអីហ្នឹងក៏បានចូលរួមមកអញ្ចឹងតែប្រកាសទាំងអស់គឺយើងសរុបទៅគឺបានជាងចំនួនជាង1លានអញ្ចឹងក្នុងថ្ងៃនេះខ្ញុំក៏សូមជូននៅវិកាយទាំងអស់នេះដើម្បីទៅអតុក៏ទៅបន្សពហើយម្យ៉ាងទៀតក៏សូមឲ្យចេះក៏សូមឲ្យបងជូនពរទៅពួកគាត់បន្តិចម្នាក់អញ្ចឹងណាឲ្យគាត់អស់បានស្ដាប់ថាយើងចំនួននេះគឺយើងបានមកដល់ដៃហើយអត់មានយកតាណាទេគឺបានសរុបយកមកទាំងអស់ដើម្បីទុកមកធ្វើបន់អញ្ចឹងបងជូនពរបន្តិចបងតាអរគុណមកបច្ច័យដែលបងប្អូនបានជួយបនខ្មោចអូនកៃបងប្អូនទាំងអស់នេះដែលបានបច្ច័យជួយបច្ច័យធ្វើបននេះសូមឲ្យមកផលជូនបនទៅអ្នកទាំងអស់គ្នាឲ្យជួបព្រះពុទ្ធធម៌ព្រះសង្ឃឲ្យទៅទីណាកន្លែងណាបានក្តីសុខចំហចម្រើនឲ្យជាឲ្យសុខទាំងអស់គ្នាហើយដល់ជាមុខឲ្យបងទាំងអស់ខ្ញុំក៏អត់សូវចេះឲ្យពោលដែរប៉ុន្តែគាត់ថាចេះអ្វីដែលចំនួនបងឲ្យមកទាំងអស់នេះគឺខ្ញុំមានតែឲ្យសាយផលណាបានដល់លោកតាទាំងអស់ដែលបានជួយខ្ញុំនេះសូមឲ្យជួបតែព្រះពុទ្ធធម៌ព្រះសង្ឃនឹងហើយបងប្អូនគឺខ្ញុំមិនសូវជាពេញឲ្យធោះឲ្យហ្នឹងហើយចឹងអរគុណដូចគ្នាបាទអរគុណដូចគ្នាដល់សុខសប្បាយដល់គ្នាបាទហ្នឹងហើយអរគុណដូចគ្នាបាទបន្ទាប់ពីកម្មវិធីយើងពុំពីមួយទៅមួយបងប្អូនឥឡូវនេះគឺដល់ដំណាក់កាលយើងពីព្រឹកដល់ល្ងាចគឺដល់ពេលវេលាដែលយើងត្រូវហូបហើយអញ្ចឹងណាបងប្អូនឥឡូវនេះគឺយើងបានមកដល់កន្លែងសាលាទៀតហើយដល់ពេលថ្ងៃយើងសម្រាប់បានបន្តិចបន្ទាប់ពីយើងសម្រាប់ទៅក៏តុបតែងខ្លួនរៀងៗខ្លួនអញ្ចឹងណាម្នាក់ៗក៏រៀបចំខ្លួនឲ្យស្អាតបានហើយឥឡូវនេះក៏